ជំងឺ pharmacy. រលាកត្រចៀកជាទូទៅគេចែកចេញជា3តំបន់គឺត្រចៀកខាងក្រៅត្រចៀកកណ្ដាលនិងត្រចៀកខាងក្នុងដែលគេហៅថា labyrinth ផ្នែកខាងក្នុងនៃត្រចៀកបានបន្តបែងចែកជា3ប្រភេទតូចៗទៀតគឺ semicircular, canal និងរួមជាមួយនឹង vestibular ដែលមានតួនាទីក្នុងការថែរក្សាលំនឹងនិងមានតួនាទីក្នុងការស្ដាប់ជំងឺទាំងនេះបណ្ដាលមកពីកត្តាមូលហេតុជាច្រើននៅក្នុងនោះគឺជំងឺរលាកត្រចៀកផ្នែកកណ្ដាលរ៉ាំរ៉ៃឬហៅថាជំងឺអំបៅអំបែកដែលមានប្រភេទពីរគឺអំបៅអំបែកស្លូតនិងអំបៅអំបែកកាចកត្តាបន្ទាប់ទៀតជំងឺមហារីកក្នុងរន្ធត្រចៀកឬមានដុំសាច់នៅក្នុងត្រចៀកខាងក្នុងឬក៏បណ្ដាលមកពីការប៉ះទង្គិចមកលើក្បាលឬគ្រោះថ្នាក់នៅត្រង់ត្រចៀកថែមទាំងមានកត្តាជាច្រើនដូចជាការវះកាត់ត្រចៀកដោយមិនបានប្រុងប្រយ័ត្នឬក៏ធ្វើឲ្យធ្លាយដល់សម្បករបស់ត្រចៀកខាងក្នុងចំណែកឯរោគសញ្ញាជាក់ស្ដែងមានដូចជាអាការៈវិលមុខក្របភ្នែករេទៅម្ខាងដោយឯងពោលគឺខាងដែលរលាកហើយនឹងចង្អោរឬក្អួតជាដើមចំណែកឯការធ្វើរោគវិនិច្ឆ័យនោះគឺមានតាមរយៈការ scan CT scan និងការសង្កត់ទៅលើ target ដើម្បីឲ្យសម្ពាធក្នុងត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍វិលមុខនិងភ្នែករេមកម្ខាងដោយឯងការពិនិត្យតាម single speculum ដោយដាក់ឧបករណ៍ចូលទៅក្នុងត្រចៀកដោយសប់ខ្យល់ឲ្យសម្ពាធនៅក្នុងរន្ធត្រចៀកកើនឡើងនោះអ្នកជំងឺនឹងមានអារម្មណ៍ថាវិលមុខហើយភ្នែកម្ខាងទៀតរេទៅម្ខាងដោយឯងចំណែកឯវិធីការពារដើម្បីការពារពីការកើតឡើងនៃជំងឺរលាកត្រចៀកខាងក្នុងត្រូវការពារមូលហេតុនៃជំងឺនេះពោល